រីករាយថ្ងៃបុណ្យណូអែលរូសម្រាប់ខ្ញុំមែនទេរូនិងហោកនៅជាមួយគ្នាជារៀងរហូតខ្ញុំក៏មានកាដូសម្រាប់អ្នកដែររូប្រយ័ត្នបន្ទាប់ពីគ្រោះអគ្គិភ័យនោះខ្ញុំត្រូវបានអ្នកអង្គម្ចាស់យកទៅចិញ្ចឹមហើយរូក៏បានបាត់ខ្លួនដោយគ្មានដានអាវត្តមានពីជីវិតរបស់ខ្ញុំទាំងស្រុងអស់រយៈពេល15ឆ្នាំមកនេះខ្ញុំមិនដែលបោះបង់ការស្វែងរកហោកឡើយប៉ុន្តែឥឡូវនេះខ្ញុំត្រូវរៀបការជាមួយអ្នកផ្សេង Bell មានតែការរៀបការជាមួយគ្រួសារ Anderson ប៉ុណ្ណោះទើបអាចសង្គ្រោះក្រុមហ៊ុន Calder Group បានភ្លេចហោកទៅ Kaiser គ្រួសារ Anderson ត្រូវការអ្នកបន្តវេនខ្ញុំបានចិញ្ចឹមឯងតាំងពីតូចមកដល់ពេលដែលឯងត្រូវសងគុណយើងហើយខ្ញុំនៅតែស្រឡាញ់រូបើឯងនៅតែចង់ប្រើអំណាចគ្រួសារដើម្បីតាមរកនាងចូលចេញទៅចូលរួមពិធីមង្គលការឥឡូវនេះរូអូនគឺជាស្នេហាដំបូងនិងតែមួយគត់របស់បងនឹងតាមរកអូនឲ្យឃើញហោកខ្ញុំបានតាមរកអ្នកអស់រយៈពេល15ឆ្នាំហើយដើម្បីម្ដាយខ្ញុំត្រូវរៀបការជាមួយអ្នកផ្សេងខ្ញុំសុំទោសភ្នែករបស់នាងគឺស្រដៀងនឹងរោខ្លាំងណាស់រូអ្នកទាំងពីរអាចបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកបាននាងមិនអាចក្លាយជារោបានឡើយខ្ញុំសូមប្រកាសថាអ្នកទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នាកូនកំលោះអាចថាបកូនក្រមុំបាននេះគ្រាន់តែជាការរៀបចំអាជីវកម្មប៉ុណ្ណោះបេះដូងរបស់ខ្ញុំគឺជារបស់អ្នកផ្សេងបាត់ទៅហើយហោកចងចាំរឿងនេះទុកទៅហោកខ្ញុំនឹកអ្នកខ្លាំងណាស់មែនឬខ្ញុំនឹងតាមរកអ្នកឲ្យឃើញលោកនិងលោកស្រី Anderson មែនទេមិនបាច់ចាំខ្ញុំទេខ្ញុំនៅមានការងារត្រូវធ្វើទៀតរៀបចំឡានឲ្យហើយទៅបាទលោកម្ចាស់ឲ្យខ្ញុំជួយអ្នកស្រីអេមីអញគ្មានការងារអីល្អជាងនឹងធ្វើទេអីអ្នកប្រកាសជាអាណាបាយហើយស៊ីសាបោះបង់អ្នកចោលក្នុងថ្ងៃរៀបការដើម្បីទៅធ្វើការអីគាត់ប្រកាសជាស្អប់អ្នកខ្លាំងណាស់នេះគ្រាន់តែជាការរៀបចំតាមជំនួញប៉ុណ្ណោះបេះដូងរបស់ខ្ញុំជារបស់អ្នកផ្សេងចងចាំទុកទៅឯងគួរតែធ្វើខ្លួនឲ្យមានប្រយោជន៍ហើយកាន់វ៉ាលេខ្លួនឯងទៅមិនអីទេខ្ញុំកាន់ខ្លួនឯងបានបន្ទប់របស់អ្នកនៅខាងស្ដាំនោះតើនោះមិនមែនជារបស់លោកម្ចាស់អេមីឯងគ្មានការងារអីល្អជាងនឹងធ្វើទេអីស៊ីសាជារបស់ខ្ញុំគុំសំបីតែគិតចង់ដណ្ដើមគាត់ឲ្យសោះនេះមិនមែនជាបន្ទប់គេងទេខ្ញុំមើលមិនឃើញទេខ្ញុំមើលមិនឃើញអ្វីទាំងអស់មាននរណានៅទីនោះទេជួយខ្ញុំផងស៊ីសាស្រឡាញ់គំនូរនេះជាងអ្វីទាំងអស់គាត់នឹងមិនអត់អន់ឲ្យឯងជាដាច់ខាត
ខ្ញុំមានកាដូដែលអ្នកចូលចិត្តសម្រាប់អ្នកសង្ឃឹមថាអ្នកនឹងពេញចិត្តវាស៊ីសាខ្ញុំឆុងកាហ្វេឲ្យលោកតើគំនូររបស់ខ្ញុំនៅណាខ្ញុំមិនដឹងទេហេតុអីបានជាមានគេយកគំនូររបស់ខ្ញុំទៅវានៅទីនេះរហូតតើគឺថ្ងៃនេះមានតែអាណាបែម្នាក់គត់ដែលនៅទីនេះនាងហាក់ដូចជាខឹងដែលលោកបោះបង់នាងចោលក្រោយរៀបការរួចតើឯងហ៊ានយ៉ាងម៉េចមកបំផ្លាញគំនូររបស់ខ្ញុំហើយឯងមានសិទ្ធិអីចូលក្នុងបន្ទប់ធ្វើការរបស់ខ្ញុំស្រីខូចហ៊ានលួងលោម Kaiser នៅពេលបែបនេះផងខ្ញុំត្រូវបានគេបង្កាច់បង្ខូចទេលេងខ្ញុំទៅឯងបើឯងហ៊ានប៉ះគំនូររបស់ខ្ញុំសុំទោសដែលបំផ្លាញគំនូរលោកប៉ុន្តែ Sophia ប្រាប់ខ្ញុំថាវាជាបន្ទប់របស់ខ្ញុំកុំមកនិយាយរឿងមិនសមហេតុផលសូមអង្វរចុះខ្ញុំបានប្រាប់នាងហើយថានេះជាបន្ទប់ធ្វើការរបស់ Kaiser តែនាងនៅតែចូលទៅទៀតខ្ញុំប្រាប់នាងថាគាត់ស្រឡាញ់គំនូរនោះជាងអ្វីទាំងអស់ហើយនាងបែរជាបំផ្លាញវាចោលទេមានគេជះថ្នាំពណ៌ដាក់ខ្ញុំមើលអ្វីមិនឃើញទាំងអស់លោកម្ចាស់ខ្ញុំមានភស្តុតាងទេវាមិនមែនបែបហ្នឹងមិនបាច់ប្រកែកគ្នាទេស្រីច្រណែនឈ្នានីសឯងធ្វើឲ្យយើងខ្ពើមណាស់Kaiser ខ្ញុំជាប្រពន្ធរបស់លោកណា Kaiser ខ្ញុំជាប្រពន្ធរបស់អ្នកមិនគួរធ្វើបែបនេះដាក់ខ្ញុំទេនាងមិនដែលស័ក្តិសមជាប្រពន្ធរបស់ខ្ញុំឡើយនារីដែលខ្ញុំចង់រៀបការជាមួយគឺជាទេវតានាងខុសពីនាងទាំងស្រុងសូមអង្វរលេងខ្ញុំទៅ Kaiser នាងបានបំផ្លាញគំនូររបស់អ្នកហើយតើអ្នកដឹងទេថានាងអាចនឹងបំផ្លាញអ្វីផ្សេងទៀតហេតុអ្វីអ្នកមិនដេញនាងចេញទៅប្រហែលជាខ្ញុំនឹងធ្វើអញ្ចឹងនាងជួសជុលគំនូរនឹងមែនទេខ្ញុំបានព្យាយាមហើយខ្ញុំសុំទោសដែលបានបំផ្លាញគំនូររបស់អ្នកលែងដែលឲ្យអេមីជួយព្យាបាលរបួសឲ្យនាងផងលោកស្រីលោក Anderson ច្បាស់ជាបារម្ភពីអ្នកហើយគាត់បានប្រាប់ខ្ញុំឲ្យមើលថែអ្នកឲ្យបានល្អទេគាត់មិនដែលបារម្ភទេហើយគាត់ក៏នឹងមិនដែលធ្វើបែបនោះដែរលោក Anderson ចូលចិត្តវីយូឡុងណាស់ប្រហែលជាបើអ្នកលេងវាឲ្យគាត់ស្ដាប់តើបទមួយណាដែលគាត់ចូលចិត្តជាងគេអូលោកស្រីដ៏ស្រស់ស្អាតម្នាក់នោះច្បាស់ជានិយាយត្រូវហើយនោះគឺជាបទដែលរ៉ូសធ្លាប់លេងរ៉ូសតើជាអ្នកមែនទេ
អូខ្ញុំសុំទោសខ្លាំងណាស់តើអ្នកស្គាល់បទចម្រៀងនេះដោយរបៀបណាខ្ញុំហៅថាវាជាបទដែលលោកចូលចិត្តបំផុតទើបខ្ញុំគិតថាលោកប្រហែលជាចូលចិត្តវាកុំលេងបទនេះម្ដងទៀតឲ្យសោះតើអ្នកយល់ពីអ្វីដែលខ្ញុំនិយាយទេតើអ្នកយល់ទេខ្ញុំនឹងនាំនាងទៅសម្អាតខ្លួនតោះមកជាមួយខ្ញុំមកដំបូងអ្នកបានបំផ្លាញគំនូររបស់ Kaiser រួចហើយឥឡូវនេះអ្នកថែមទាំងមកលេងវីយូឡុងរបស់គាត់ទៀតគាត់បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញវាឲ្យសង្សារកាលពីកុមារភាពរបស់គាត់តើអ្នកហ៊ានយ៉ាងម៉េចមកប៉ះវាខ្ញុំសុំទោសខ្ញុំមិនបានដឹងទេស្រីពូកែប្រល្បិចឯងស្មានថាអាចទទួលបានការអាណិតអាសូរពី Kaiser តាមរយៈការធ្វើជាអ្នករងគ្រោះនឹងគួរឲ្យអាណិតមែនទេគាត់នឹងមិនស្រឡាញ់ឯងជាដាច់ខាត Annabelle តើមានរឿងអ្វីកើតឡើងស៊ីហ្វឺខ្ញុំគ្រាន់តែចង់ជួយនាងតែនាងបែរជាភ័យស្លន់ស្លោទៅវិញឲ្យខ្ញុំមើលដៃនាងបន្តិចឲ្យខ្ញុំមើលពេលខ្លះគេធ្វើដូចជាស្អប់ខ្ញុំតែពេលខ្លះទៀតគេបែរជាទន់ភ្លន់បែបនេះហេតុអ្វីបានជាខ្ញុំត្រូវខ្វល់ពីស្រីម្នាក់នេះម្ល៉េះកុំធ្វើឲ្យខ្ញុំខ្មាស់គេនៅចំពោះមុខអ្នកដទៃទៀតឲ្យសោះយើងស្មើភាពគ្នាខ្ញុំមិនខ្វល់ថាអ្នកស្រឡាញ់នរណាទេក្នុងនាមជាប្រពន្ធអ្នកគួរតែគោរពខ្ញុំស្មើភាពគ្នានាងមិនដឹងទេអីថាម្ដាយចិញ្ចឹមរបស់នាងបានលក់នាងឲ្យគ្រួសារ Anderson ដើម្បីសងបំណុលគាត់បានអង្វរពុកខ្ញុំឲ្យយកនាងធ្វើជាការប្រាក់ខ្ញុំគ្មានជំរឿអ្វីក្រៅពីការរៀបការជាមួយនាងនោះទេកុំហ៊ាននិយាយពីម្ដាយខ្ញុំបែបនឹងឲ្យសោះនាងមិនជឿខ្ញុំមែនទេល្អហើយមើលដោយខ្លួនឯងទៅជំរាបសួរលោក Anderson សូមមេត្តាជួយសងបំណុលពួកយើងផង Annabelle អាចចាត់ទុកជាការប្រាក់បានខ្ញុំដឹងថានាងគ្រាន់តែជាមនុស្សពិការម្នាក់លោកអាចធ្វើអ្វីជាមួយនាងក៏បានដែរខ្ញុំនឹងប្រើប្រាស់ធនធានគ្រួសារទាំងអស់ដើម្បីជួយលោកស្វែងរកស្រីម្នាក់នោះបន្ទាប់មកលោកអាចលែងលះកូនស្រីខ្ញុំនៅពេលណាក៏បានទេវាមិនអាចទៅរួចទេម្ដាយខ្ញុំមិនធ្វើបែបនេះដាក់ខ្ញុំទេនាងជឿមិនជឿក៏ដោយវាគឺជាការពិតតែបើនាងពិតជាបារម្ភពីម្ដាយនាងមែនកុំធ្វើឲ្យខ្ញុំខឹងម្ដងទៀតឲ្យសោះនាងមិនអីទេមែនទេស៊ីហ្វឺតើពិធីជប់លៀងយប់នេះយ៉ាងម៉េចដែរសប្បាយណាស់មែនទេឲ្យខ្ញុំជួយនាងចេញទៅរ៉ូបរបស់នាងប្រឡាក់អស់ហើយនាងនឹងធ្វើឲ្យឡានរបស់ស៊ីហ្វឺប្រឡាក់មិនខានខ្ញុំអាចដើរទៅផ្ទះដោយខ្លួនឯងបានអញ្ចឹងតាមចិត្តនាងចោះចេញឡានទៅចៅហ្វាយយើងទទួលបានដំណឹងខ្លះអំពីនាងហើយអញ្ចឹងតោះយើងទៅលោកម្ចាស់យើងទទួលបានដំណឹងខ្លះអំពីរូសហើយអញ្ចឹងតោះយើងទៅមានឡានទៅទទួលនាងហើយយល់ទេបាទលោកម្ចាស់ Kaiser កុំបារម្ភពីនាងអីនាងចង់ដើរដោយខ្លួនឯងដឹងទេឯងក៏អាចចុះពីលើឡានបានដែរអីគេខ្ញុំមានរឿងបន្ទាន់ត្រូវដោះស្រាយយល់ទេចុះទៅហើយចាំអ្នកបើកបរជាមួយ Annabelle ទៅខ្ញុំចុះទៅឥឡូវនេះហើយនេះនឹងក្លាយជាផ្ទះថ្មីរបស់កូនចាប់ពីពេលនេះទៅស្វាគមន៍មកកាន់គ្រួសារ Anderson ហើយនេះគឺជាបងប្រុសចុងរបស់កូន Kaiser ប្រយ័ត្នណាលោក Kaiser នាងហាក់ដូចជាមិនសូវចុះសម្រុងជាមួយអ្នកដទៃទេល្អបំផុតគុំទៅក្បែរនាងអីឯងប្រកាសជាបានលឺហើយមែនទេគាត់មិនសូវចេះខ្សឹបដាក់គ្នាទេខ្ញុំសុំទោសតែឯងចង់គូររូបទេអង្គុយចុះមកហេតុអីបានជាឯងនិយាយជាមួយខ្ញុំ
អញធ្វើឲ្យខ្ញុំនឹកឃើញដល់ក្មេងស្រីម្នាក់ដែលខ្ញុំបានបាត់បង់អញ្ចឹងតើឯងព្រមធ្វើជាមិត្តរបស់ខ្ញុំទេជារៀងរហូតនិកឯងចូលចិត្តស្រីស្អាតមែនទេលោកម្ចាស់ខ្ញុំសុំទោសដែលធ្វើឲ្យលោកខកចិត្តប៉ុន្តែពួកយើងរកមិនឃើញអ្វីទាំងអស់លោកម្ចាស់ខ្ញុំសុំទោសដែលធ្វើឲ្យលោកខកចិត្តប៉ុន្តែពួកយើងរកមិនឃើញអ្វីទាំងអស់ពួកយើងនឹងបន្តស្វែងរកកញ្ញារូទៀតនេះគឺជាខ្សែកដែលខ្ញុំបានឲ្យទៅរូតាប្រាប់មកឥឡូវនាងនៅណាមើលនរណាគេភ្ញាក់ហើយតើរូតាឯងកំពុងធ្វើអីហ្នឹងមីស្រីថោកទាបឯងលួងលោមខេសឺជាមួយមុខសេះនឹងមែនទេខ្ញុំឆ្ងល់ណាស់ថាតើគេនៅចង់មើលមុខឯងទៀតទេបន្ទាប់ពីខ្ញុំបំផ្លាញវាហើយមីស្រីថោកទាបឯងត្រូវតែសងការឈឺចាប់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនាងសម្លាញ់អ្នកនឹងចំណាយសម្រាប់វានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសម្លាញ់លោកម្ចាស់យើងរកឃើញទីតាំងរបស់កញ្ញារូហើយទៅលឿនឡើងបាទលោកម្ចាស់ក្រោកឡើងខ្ញុំមិនទាន់ចប់ជាមួយឯងទេនិកដល់វេនឯងហើយឯងមិនគិតថានាងស្លៀកពាក់ច្រើនពេកទេអីសម្រាប់ថ្ងៃហែទឹកបែបនេះជួបគ្នាពេលក្រោយ Annabel លេងខ្ញុំទៅសម្រាប់ទៅខ្ញុំនឹងធ្វើបន្តទេ Annabel ឯណែងាលោកម្ចាស់ទីតាំងបង្ហាញថាកញ្ញា Annabel នៅក្បែរនេះកញ្ញា Annabel អូមើលទៅដូចជាឈឺណាស់ចាំខ្ញុំជួយលាងវាចេញឲ្យខ្ញុំមកហើយស្លាប់ទៅមីឆ្កែ Annabel ចម្រៃហើយហេតុអីសេសាមកទីនេះសេសាជួយផងកញ្ញាសូហ្វីយ៉ាបើមានការយល់ច្រឡំគាត់នឹងសម្លាប់ពួកយើងមិនខានស្ងាត់មាត់ឯងចាប់នាងឲ្យជាប់ទៅខ្ញុំនឹងទៅបន្លំភ្នែកសេសាសូហ្វីយ៉ាឯងធ្វើអីនៅទីនេះខ្ញុំគ្រាន់តែជួយឲ្យអាណាបែបានសម្រាប់ខ្លះនាងណែណាខ្ញុំចង់ជួបនាងមិនចង់ជួបលោកពេលនេះទេលោកទុកឲ្យពួកយើងដើរកាត់ភ្លៀងតែពីរនាក់នាងនៅខឹងរឿងនឹងនៅឡើយខ្ញុំគិតថាខ្ញុំគួរតែទៅនិយាយជាមួយនាងពីរឿងដែលនាងខឹងកុំអីសេសានាងទើបតែចេញទៅបាត់ហើយចាំមើលខ្លួនឯងទើបដឹងស្អីគេចាំសិនចៅហ្វាយពួកយើងរកឃើញនាងហើយស្អីគេលើកនេះជាការពិតហើយនាងមានខ្សែក Arnold តើខ្ញុំយល់ច្រឡំមែនទេវាគ្រាន់តែជាខ្សែមួយខ្សែប៉ុណ្ណោះវាមិនអាចបញ្ជាក់ថាអាណាបែខ្ញុំដឹងហើយថាមីម្នាក់នេះនឹងឆក់យកបេះដូងសេសាមិនយូរមិនឆាប់ខ្ញុំត្រូវតែកម្ចាត់នាងចោលសូហ្វីយ៉ាខ្ញុំត្រូវទៅហើយមើលថែអាណាបែផងយកទេតោះទៅអូខេខ្ញុំត្រូវទៅហើយមើលថែ Annabel ផងណាតោះមានតែខ្ញុំម្នាក់គត់ដែលអាចនៅជាមួយ Kesa បាននៅពេលដែលខ្ញុំបំផ្លាញមុខឯងហើយគេនឹងមិនចង់មើលមុខឯងទៀតទេមើលឯងឥឡូវនេះចុះអាក្រក់មើលណាស់
anhនឹងមិនអាចល្អគ្រប់គ្រាន់សម្រាប់គេឡើយដឹងទេហេតុអ្វីបានជាឯងធ្វើបែបនេះដាក់ខ្ញុំមិនបណ្ដោយឲ្យគេជ្រើសរើសឯងលើសពីខ្ញុំឡើយឯងឈួតហើយកុំហៅខ្ញុំថាឈួតឲ្យសោះខ្ញុំកំពុងជួយឯងតើខ្ញុំភ្នាល់ថាឯងមិនដែលស្គាល់រសជាតិឈាមខ្លួនឯងទេមែនទេឯងគួរតែអរគុណខ្ញុំដោះខោអាវវាចេញទៅដោយក្តីរីករាយទេវាជារបស់ខ្ញុំទេវាជារបស់ខ្ញុំឈប់ឲ្យខ្ញុំមើលបន្តិចមើលខ្សែកនេះវាមិនអាចទៅរួចទេរូបងបានសន្យាថានឹងរៀបការជាមួយអូនតែឥឡូវអូននៅណាវាជារបស់ខ្ញុំយកវាមកវិញមកតើនេះមិនមែនជាខ្សែកដែល Kaiser កំពុងតាមរកទេអីតើឯងកំពុងធ្វើឈ្គួសស្អីហ្នឹងតើឯងកំពុងធ្វើអ្វីហ្នឹង Caesar ធ្វើអ្វីខ្លះដាក់ Enable ចុះឯងវិញ Caesar Enable ជាអ្នកហៅ Nick មកទីនេះខ្ញុំមិនអាចឈប់មើលនាងក្បត់បងបានទេឈប់និយាយទៅឯងគិតថាខ្ញុំល្ងងមែនទេក្បត់ខ្ញុំមែនទេចុះរបួសទាំងអស់នេះឯងពន្យល់យ៉ាងម៉េចដែរនេះជាការកំសាន្តរបស់នាងតើបងប្រហែលជាមិនស្គាល់នាងច្បាស់ទេស្ងៀមទៅ Enable គឺជាប្រពន្ធរបស់ខ្ញុំតើឯងស្មានថាខ្លួនឯងជាអ្នកណាហ៎ឯងត្រូវតែសងការឈឺចាប់នេះនាំវាទៅប៉ុស្តិ៍ប៉ូលីសទៅទេលោក Anderson វាមិនពាក់ព័ន្ធនឹងខ្ញុំទេនេះជាគំនិតរបស់កញ្ញា Foster ទាំងអស់ Caesar អង្វរតើគុំធ្វើបែបនេះអីខ្ញុំជាប្អូនស្រីរបស់បងណាខ្ញុំក៏ជាសមាជិកគ្រួសារ Anderson ម្នាក់ដែរបងមិនចង់ឲ្យគេឈ្មោះគ្រួសារទេមែនទេសូមដល់ឱកាសឲ្យខ្ញុំម្ដងទៀតមកខ្ញុំធ្វើអ្វីទាំងអស់នេះក៏ដើម្បីបងដែរខ្ញុំមិនបានសុំឲ្យឯងធ្វើអ្វីទាំងអស់ដឹងទេថាត្រូវធ្វើម៉េចទៅយកនាងទៅដាក់ក្នុងបន្ទប់ក្រោមដំបូលទៅហើយកុំឲ្យនាងចេញមកក្រៅបើគ្មានការអនុញ្ញាតពីខ្ញុំ Caesar ទេបងមិនអាចធ្វើបែបនេះដាក់ខ្ញុំទេ Caesar អូនសម្លាញ់តើអូនមិនអីទេមែនទេមុំនេះស្អាតតើមើលទៅមិនអន់ទេអូតើយើងមានអ្វីខ្លះសម្លឹងមើលអ្នកប្រហែលនៅលីវមែនទេមីចង្រៃឯងហ៊ានខំអញផងអូយលោកព្រះអ្នកហ៊ានខំខ្ញុំផងហេរូបគំនូររបស់ Annabelle នៅក្បែរនោះសង្ឃឹមថានាងនៅឆ្ងាយពីពួកបងធំទាំងនោះទៅចុះពេលខ្ញុំរួចរាល់គាត់បន្ទាប់ពីខ្ញុំល្អណាស់ឯងឆាប់ថយទៅប្រយ័ត្នខ្ញុំបាញ់កុំមកចិត្តខ្ញុំស៊ីសាអរគុណដែលបានជួយខ្ញុំខ្ញុំសុំទោសដែលមកយឺតអ្នកមិនគួរជួបរឿងបែបនេះទេការរៀបការនេះប្រហែលជាកំហុសប៉ុន្តែគាត់ហាក់ដូចជាមិនមានចិត្តដាច់ដូចអ្វីដែលគាត់បង្ហាញនោះទេខ្ញុំគិតថាដល់ពេលដែលយើងត្រូវលេងលះគ្នាហើយលេងណាប៉ុន្តែយើងទើបតែរៀបការសោះខ្ញុំដឹងប៉ុន្តែខ្ញុំបានរកឃើញនារីដែលខ្ញុំស្រឡាញ់ពិតប្រាកដហើយខ្ញុំបានសន្យាថានឹងរៀបការជាមួយនាងខ្ញុំជាមនុស្សដែលរក្សាសម្ដីស្ដាប់ណាខ្ញុំសុំទោសប៉ុន្តែខ្ញុំត្រូវតែធ្វើបែបនេះហើយខ្ញុំនឹងផ្ដល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនដល់អ្នកយល់ព្រមទេដើម្បីឲ្យអ្នកអាចរស់នៅបានយ៉ាងសុខស្រួលអស់មួយជីវិតខ្ញុំគិតថាខ្ញុំត្រូវការនៅម្នាក់ឯងចិនរៀបចំឡានភ្លាមទៅនាំខ្ញុំទៅជួបគ្រូបាទលោកម្ចាស់ខ្ញុំនឹងលែងលះហើយខ្ញុំមិនចង់បានលុយរបស់ Kaiser ទេតើអ្នកមិនដឹងទេថាម្ដាយចិញ្ចឹមរបស់អ្នកបានលក់អ្នកឲ្យគ្រួសារ Anderson ដើម្បីសងបំណុល
គាត់បានអង្វរពុកខ្ញុំឲ្យយកអ្នកធ្វើជាការប្រាក់ខ្ញុំគ្មានជំរឿអ្វីក្រៅពីការរៀបការជាមួយអ្នកទេខ្ញុំមិនអាចត្រឡប់ទៅរកម៉ាក់វិញបានទេខ្ញុំត្រូវរកវិធីដើម្បីចិញ្ចឹមខ្លួនឯងប៉ាក់ឡានជូនខ្ញុំទៅរករੂសូមទោសលោកម្ចាស់យើងទើបតែទទួលបានដំណឹងថាកញ្ញារੂត្រូវចាក់ចេញភ្លាមអីគេកញ្ញារੂបានសុំជួបនៅរ៉ូសថោនក្នុងរយៈពេល1សប្តាហ៍រ៉ូសថោននោះគឺជាកន្លែងដែលពួកយើងធំឡើងជាមួយគ្នានាងពិតជារੂរបស់ខ្ញុំមែនគ្រូពេទ្យនិយាយថាខ្ញុំត្រូវការពេល1សប្តាហ៍ដើម្បីជាសះស្បើយប្រហែលជាខ្ញុំនឹងត្រឡប់ទៅរ៉ូសថោនដែលជាកន្លែងពួកយើងធំឡើងហើយខ្ញុំនឹងលក់គំនូរហើយរងចាំអ្នកសប្តាហ៍ក្រោយខ្ញុំនឹងនៅរ៉ូសថោនក្នុងរយៈពេល1សប្តាហ៍ខ្ញុំនឹងនៅរ៉ូសថោន15ឆ្នាំហើយអ្វីនៅទីនេះបានផ្លាស់ប្ដូរច្រើនណាស់ខេសតាបងនៅចាំអូនដែរឬទេ15ឆ្នាំហើយរੂទីបំផុតបងនឹងបានជួបអូនម្ដងទៀតហើយបងសង្ឃឹមថាអូនសុខសប្បាយជាទេខេសរੂហេយ៉ាក់តាស្រីម្នាក់នេះមកពីណាខ្ញុំមិនដែលឃើញនាងពីមុនមកទេនាងស្អាតណាស់ជីមើលជើងនាងចុះនាងដើរខ្វិនខ្លាំងណាស់ប៉ុន្តែនាងរកលុយបានច្រើនណាស់តោះទៅយកចំណែករបស់យើងចង់រកចំណូលបន្ថែមទេនេះគ្រាន់តែជាប្រាក់កក់ប៉ុណ្ណោះនៅសល់ប៉ុន្មានទៀតនឹងឲ្យក្រោយពេលការងារចប់តើអ្នកចង់ឲ្យពួកយើងធ្វើអ្វីខ្ញុំចង់ឲ្យអ្នកបង្រៀនមេម្នាក់នោះនៅមេរៀនមួយនាងហូរឈាមកាន់តែច្រើនអ្នកកាន់តែបានលុយច្រើនមិនអីទេអ្នករកចំមនុស្សហើយនាងមានខ្សែរិនមួយយកវាមកឲ្យខ្ញុំហើយខ្ញុំនឹងឲ្យអ្នកបន្ថែម100,000ទៀតតោះទៅជួបនាងអាណាបែលសេសាបានបង្ខាំងខ្ញុំនៅជាន់លើក៏ព្រោះតែឯងពីមុនខ្ញុំធ្លាប់តែទន់ភ្លន់ដាក់ឯងពេកលើកនេះខ្ញុំមិនលើកលែងឲ្យស្រួលទៀតទេតើឯងកំពុងធ្វើអីហ្នឹងនេះជាតំបន់32 33តើនរណាអនុញ្ញាតឲ្យឯងមកបោះតូបនៅទីនេះខ្ញុំមានច្បាប់អនុញ្ញាតក្រុមប្រឹក្សាជាអ្នកអនុញ្ញាតទេនៅទីនេះខ្ញុំជាស្ដេចកំទេចវាចោលទៅរោទីបំផុតខ្ញុំបានជួបឯងនៅថ្ងៃនេះហើយកំទេចវាចោលទៅរោបងប្រុសគឺបងមែនទេបងគឺជាហបអូនមិនអីទេខ្ញុំគិតថាខ្ញុំក្រេះចុះជើងហើយមិនអីទេចាំបងជូនទៅជួបគ្រូពេទ្យយល់ទេ
Kaiser ជួយខ្ញុំផងហោកជើងខ្ញុំឈឺខ្លាំងណាស់បងនឹងជូនអូនទៅមន្ទីរពេទ្យសិនគាត់បានបោះបង់ខ្ញុំចោលពួកយើងពិតជាគ្មានន័យអ្វីសម្រាប់គាត់មែនអាឡូលេខ911តើមានអ្វីឲ្យខ្ញុំជួយដែរឬទេជួយផងមានគេព្យាយាមសម្លាប់ខ្ញុំលោកស្រីតើលោកស្រីមិនអីទេលោកស្រីទេខ្ញុំមិនអីណាតើមានរឿងអីនឹងហកគ្មានអីទេបត់ត្រឡប់ទៅទីលានវិញទៅប៉ុន្តែលោកម្ចាស់តើយើងមិនត្រូវតើលោកមិនជូនខ្ញុំទៅមន្ទីរពេទ្យទេអីខ្ញុំសុំទោសមានរឿងខ្លះដែលខ្ញុំត្រូវដោះស្រាយសិនយោទេខ្ញុំនឹងជូននាងទៅតាមក្រោយប៉ុន្តែជើងរបស់ខ្ញុំឈឺខ្លាំងណាស់តើលោកអាចជួយច្របាច់វាឲ្យខ្ញុំបានទេតើមានរឿងអីឲ្យខ្ញុំមើលខ្សែករបស់នាងបន្តិចមើលឲ្យខ្ញុំមើលខ្សែករបស់នាងនេះគឺជាខ្សែករបស់អេនរូមិននឹងអាចទៅរួចអសរវានៅដល់តើពីព្រោះខ្ញុំជាអ្នកធ្វើវាដោយផ្ទាល់ហើយចំណុចលម្អិតរបស់វាគឺខុសគ្នានាងចង់បាញ់ខ្ញុំមែនទេសាក់មើលទៅបើហ៊ានបាញ់មកបាញ់មកបាញ់ខ្ញុំមកបាញ់ខ្ញុំមកបាញ់ខ្ញុំមកព្រះឲ្យនោះគឺជាសម្លេងរបស់អេនរូនាងប្រហែលជាកំពុងមានគ្រោះថ្នាក់ហើយចេញទៅចេញទៅចេញទៅគ្មានគ្រាប់នៅក្នុងកាំភ្លើងនឹងទេអត់មានទេមីស្រីចង្រៃពេលដែលខ្ញុំចាត់ការនាងរួចគេនឹងត្រូវទៅតាមនាងដែរដើម្បីទៅនៅជាមួយគ្នាជារៀងរហូតហកខ្ញុំសុំទោសខ្ញុំប្រហែលជាមិនបានជួបលោកទៀតទេចេញឲ្យឆ្ងាយពីនាងទៅឯងហ៊ានណាស់តើអូនមិនអីទេតើឯងជាស្អីគេនឹងខ្ញុំចង់ដឹងថានរណាហ៊ានប៉ះពាល់ប្រពន្ធរបស់ Kaiser Anderson Kaiser Anderson ទេលោកម្ចាស់នេះគឺជាការយល់ច្រឡំទេមិនអាចទៅរួចទេដែលស្រីពិការម្នាក់នេះជាប្រពន្ធរបស់លោកនោះឯងចង់ថាខ្ញុំមើលច្រឡំប្រពន្ធខ្លួនឯងមែនទេលោកម្ចាស់សូមមេត្តាស្ដាប់ខ្ញុំសិនខ្ញុំអាចពន្យល់បានសូមមេត្តាចេញទៅមានគេជួខ្ញុំឲ្យមកប្រមាននាងជួដោយនរណាខ្ញុំមិនស្គាល់នាងទេនាងគឺជាស្ត្រីម្នាក់ដែលពាក់មួកបេសបលនាំខ្លួនវាចេញទៅហើយតាមរកស្រីម្នាក់នោះឲ្យឃើញទោះប្រើវិធីណាក៏ដោយខ្ញុំចង់ឲ្យនាងសងការឈឺចាប់នេះលោក Anderson លោក Anderson តើអូនមិនអីទេនរណានៅទីនោះតើអ្នកណានៅទីនោះតើអ្នកណានៅទីនោះចេញមក Kaiser ខ្ញុំ Annabelle ណែឯងមិនអីទេមែនទេខ្ញុំនឹងជូនឯងទៅផ្ទះមើលទៅសំណាងនៅខាងខ្ញុំហើយខ្ញុំចាប់ឯងបានហើយមីស្រីចង្រៃលោក Carter ខ្ញុំចង់និយាយជាមួយលោកអំពីប្អូនស្រីរបស់លោក Annabelle ខ្ញុំបានធ្វើគ្រប់យ៉ាងតាមដែលលោកបានប្រាប់ហើយ Kaiser ប្រុងប្រយ័ត្នខ្លាំងណាស់ខ្ញុំកំពុងផ្ទេរប្រាក់ឲ្យអ្នកឥឡូវនេះហើយចាំថាកុំនិយាយរឿងនេះប្រាប់អ្នកណាឲ្យសោះ
ចាំមើលចុះ Kaiser លើកក្រោយឯងនឹងមិនមានសំណាងបែបនេះទៀតទេលោកម្ចាស់យើងបានដឹងថាកាលពីថ្ងៃមុនលោកស្រីបានទៅទីក្រុង Rose ដើម្បីលក់គំនូរនេះគំនូរខ្លះមែនទេRose ខ្ញុំគិតថាខ្ញុំរកអ្នកឃើញហើយ Rose តើពិតជាអ្នកមែនទេតើអ្នកសុខទុក្ខយ៉ាងណាដែរប៉ុន្មានឆ្នាំមកនេះកុំបារម្ភអីលោកម្ចាស់លោកស្រីនឹងភ្ញាក់ឡើងក្នុងពេលឆាប់នេះលើខែតើអ្នកកំពុងធ្វើអ្វីនៅទីនេះអ្នកនោះគឺជាគំនូររបស់ខ្ញុំក្មេងស្រីនៅក្នុងគំនូរនោះតើគឺជាអ្នកមែនទេតើក្មេងប្រុសតូចនោះជាអ្នកណាតើក្មេងប្រុសតូចនោះជាអ្នកណាទៅគេគឺជាលោកម្ចាស់ស្ងាត់មាត់ Annabelle បន្តទៅទៀតមកតើមានរឿងអ្វីបងប្រុសរបស់លោកស្រីនៅទីនេះគាត់និយាយថាម្ដាយរបស់ពួកគេទើបតែទទួលមរណភាពអ្វីទៅទេវាមិនអាចទៅរួចទេគាត់នៅសុខសប្បាយតាកាលពី2 សប្តាហ៍មុនគាត់នៅសុខសប្បាយតាកាលពី2 សប្តាហ៍មុនខ្ញុំពិតជាសោកស្ដាយណាស់លោកស្រីបងប្រុសរបស់លោកស្រីកំពុងរងចាំនៅជាន់ខាងក្រោមខ្ញុំនឹងចុះទៅជាមួយអ្នកខ្ញុំបានរងចាំអ្នកមកជាយូរមកហើយចុះហត្ថលេខាទៅអ្នកចង់ឲ្យខ្ញុំចុះហត្ថលេខាបោះបង់សិទ្ធិទទួលមរតកមែនទេហេតុអ្វី